ការពីមុនការវះកាត់គឺអត់មានថ្នាំសម្ដំអត់មានថ្នាំសន្លប់អីទាំងអស់គឺវះកាត់ទាំងឆៅតែម្ដងគ្រាន់តែសម័យអត់ចាញ់ដែរអ្នកនរគ្នាហើយអ្វីដែលគេប្រើសម្រាប់ជាថ្នាំសន្ដំនេះគឺស្រាយើងត្រូវតែហូបស្រាឲ្យច្រើនហើយបើសិនបើយើងហូបច្រើនលើសកម្រិតគឺយើងអាចនឹងស្លាប់មុនពេលដែលពេទ្យវះកាត់ទៅទៀតហើយបើសិនបើយើងហូបតិចពេកនោះនៅពេលដែលយើងវះកាត់គឺវានៅតែមានភាពឈឺខ្លាំងដដែលដូច្នេះការផឹកស្រាគឺប៉ាន់ស្មានដែលយើងខ្លួនឯងតែម្ដងមានគ្រូពេទ្យម្នាក់មានឈ្មោះថាអេបែនស៊ីណាគឺគាត់បានបង្កើតប៉ង់មួយដែលដាក់សារធាតុម្យ៉ាងមុនពេលដែលគាត់វះកាត់អ្នកជំងឺរបស់គាត់គឺគាត់ដាក់ប៉ង់នោះខ្ទប់ទៅនឹងច្រមុះរបស់អ្នកជំងឺរហូតដល់អ្នកជំងឺសម្លាប់ទីមួយនេះគឺគ្រោះថ្នាក់ខ្លាំងមែនទែនវាអាចធ្វើឲ្យអ្នកជំងឺស្លាប់បានទៀតផងមុនពេលវះកាត់ទៅទៀតនៅក្នុងឆ្នាំ1800នៅក្នុងចក្រភពអង់គ្លេសមានដុកទ័រម្នាក់ដែលមានឈ្មោះថា Robert គាត់គឺជាដុកទ័រមួយដែលវះកាត់លឿនបំផុតហើយគាត់អាចវះកាត់ឬមួយក៏កាត់ជើងមួយដែលប្រើ28វិនាទីតែប៉ុណ្ណោះវាលឿនខ្លាំងពេករហូតដល់ពេលមួយគឺគាត់បានផ្លត់អាយកាត់ជាមួយនឹងម្រាមដៃរបស់ជំនួយការរបស់គាត់ដែលធ្វើឲ្យជំនួយការរបស់គាត់ឆ្លងមេរោគតាមអ្នកជំងឺដែរដែលធ្វើឲ្យស្លាប់ទាំងអ្នកជំងឺហើយនិងទាំងជំនួយការរបស់គាត់ផងដែរហើយរបៀបនេះគឺបង្កគ្រោះថ្នាក់រហូតដល់200%ឯណោះហើយនៅក្នុងឆ្នាំ1866លោក William Maton បានរកឃើញថ្នាំសន្លប់ជាលើកដំបូងពេលនោះគឺគាត់បានប្រើជាមួយនឹងអ្នកជំងឺរបស់គាត់ហើយគាត់បានវះកាត់អ្នកជំងឺរបស់គាត់បានយ៉ាងងាយស្រួលបន្ទាប់ពីអ្នកជំងឺរបស់គាត់ដឹងខ្លួនហើយគឺគេបាននិយាយថាបានដេកយកសពឃើញអ្វីដ៏អស្ចារ្យមួយនៅពេលនោះហើយដែលធ្វើឲ្យដុកទ័រនោះគឺហូរទឹកភ្នែកតែម្ដងតាំងពីពេលនោះមកគឺគេបានប្រើថ្នាំសន្លប់មុនពេលវះកាត់ហើយបច្ចុប្បន្ននេះដែរពេលដែលយើងវះកាត់គឺយើងតែងតែដេកចោះហើយមាននរណាម្នាក់រាប់ពី10ហើយចំនួនលេខហ្នឹងគឺរាប់រហូតដល់7នោះយើងនឹងសន្លប់ជាមិនខានហើយមកដល់បច្ចុប្បន្នរបៀបនេះគឺជារបៀបដែលមានសុវត្ថិភាពបំផុតណាគេដែលធ្លាប់វះកាត់ពីមុនមកពេលស្លាប់មានអារម្មណ៍មិនដែរកុំភ្លេចខមមិនឲ្យគ្នាយើងបានដឹងផងរបស់ហូប3យ៉ាងនៅក្នុងប្រទេសជប៉ុនដែលអាចមានរបៀបហូបផ្សេងពីយើងទី1គឺចេកដែលគេយកចេកទៅធ្វើជាការ៉េមជ្រលក់ទឹកសូកូឡាវាត្រូវបានគេហៅថា Tipmi Banana ដែលជាហាងដ៏ល្បីមួយនៅក្នុងប្រទេសជប៉ុនដែលមានទីតាំងនៅជិតស្ថានីយ៍ Harajuku បើសិនបើអ្នកទាំងអស់គ្នាមានឱកាសទៅលេងកុំភ្លេចទៅសាកផងគេនឹងឲ្យផ្លែចេកកក់មកយើងហើយយើងអាចជ្រលក់សូកូឡានិងស្រទាប់សូកូឡាច្រើនពណ៌ដែលមានចំនួនរហូតដល់160ឯណោះអ្នកទាំងអស់គ្នាអាចជ្រលក់ពណ៌ណាក៏បានដែរហើយបើជ្រលក់ច្រើនក៏បានដែរក៏មានថែមដូចជាPitch ដ៏ច្រើនផងដែរតាមចិត្តដែលអ្នកទាំងអស់គ្នាចង់នៅក្នុងតម្លៃមួយដ៏សមរម្យគឺ660យ៉ែនទី2គឺអាហារសម្រន់ដំណាប់ចាហួយស្វាយដែលដូចទៅនឹងស្វាយពិតអញ្ចឹងហើយវាមានសម្បកវាគឺស្វិតខ្លាំងមែនតែនមុននឹងយើងហូបគឺយើងត្រូវបកសម្បកវាសិនអ្វីត្បិតតែវាជាចាហួយដំណាប់ក៏ពិតមែនក៏ប៉ុន្តែវារាងធំដែលអាចធ្វើឲ្យយើងឆ្អែតខ្លះបានផងដែរទី3គឺសម្បកក្រូចនៅក្នុងប្រទេសជប៉ុនណាគេអត់ចោលសម្បកក្រូចទេនៅពេលដែលគេហូបក្រូចរួចគេតែងតែយកសម្បកក្រូចទាំងនោះយកទៅធ្វើជាដំណាប់ដំបូងគឺពួកគេចិតសម្បកក្រូចស្ដាងហើយទៅយកវាទៅស្ងោរដើម្បីឲ្យវាកាត់ជាតិល្វីងនិងកាត់ជាតិជូរហើយបន្ទាប់មកយកវាទៅរំងាស់ជាមួយនឹងទឹកស្ករបន្ទាប់មកពួកគេអាចហូបវាបានហើយក្នុងចំណោមទាំង3ហ្នឹងអ្នកនរគ្នាចង់ហូបមួយណាអត់កុំភ្លេចខមមិននៅខាងខមណា